បងតែជាកម្មរបស់ខ្ញុំ3 4ឆ្នាំហើយប្រមូលផលបានត្រឹមតែ1 គីឡូតិចតួចដដែលវាអត់កើនទៅណាវានៅតែប៉ុណ្្នឹងហើយមានអ្នកសួរខ្ញុំទៀតថាបងផ្ទះជាកម្មរបស់ខ្ញុំកំពុងតែប្រមូលផលស្រាប់តែវាធ្លាក់ទិន្នផលវាធ្លាក់ស្ទើរតែពាក់កណ្ដាលសុកតើវាបាត់ចាប់ទៅណាអញ្ចឹងថ្ងៃនេះគឺខ្ញុំនឹងបកស្រាយនៅហេតុផលមួយនៅក្នុងចំណោមហេតុផលដទៃទៀតឲ្យអ្នកទាំងអស់គ្នាបានស្វែងយល់ពីវាតោះអ្នកទាំងអស់គ្នា4កេសចូលស្តុកមកថ្មីហ្មងហើយថាមើល4កេសហ្នឹងធ្វើបានប្រហែលបច្ចេកអានេះមួយកេសនេះវា250វា1000គ្រាប់ហើយនេះទៀត2បាវទៀតមកអានេះយើងយកមកយើងធ្វើវាស្អាតសិនធ្វើស្អាតហើយមិនយើងដាក់នៅក្នុងបានអញ្ចឹងប្រាប់យកទៅតម្លើងពេលដែលយើងធ្វើហើយអញ្ចឹងគឺយើងយកទៅតម្លើងនៅក្នុងកេសជាកម្មគឺវាធ្វើឲ្យការប្រើប្រាស់របស់យើងវាបានធន់ល្អប្រើបានយូរផ្ទះរបស់ខ្ញុំ10ជាងឆ្នាំហើយតាំងពី2011មកដល់ឥឡូវវាប្រហែលចូល14ឆ្នាំហើយអញ្ចឹងការប្រើប្រាស់បែបនេះគឺវាធន់ល្អមូលហេតុគឺខ្ញុំបានធ្លាប់ប្រើប្រាស់ហើយពីមុនខ្ញុំធ្លាប់បានធ្វើដូចអ្នកនរគ្នាអញ្ចឹងបិទកៅទៀនឬក៏ដាក់វាលាបជាលទ្ធផលវាដាច់ទាំងអស់អត់បានប្រហែលឆ្នាំទេបើសិនជាផ្ទះរបស់យើងអត់មានសត្វទេវាអត់មានបញ្ហាអីចោលទេប៉ុន្តែបើសិនជាផ្ទះរបស់យើងបានកើនផលច្រើនមានសារជាតិកម្មចូលមកនៅក្នុងផ្ទះច្រើនគឺវាជាបញ្ហាធ្ងន់សម្រាប់ម្ចាស់ផ្ទះជាកម្មមួយឆ្នាំ2ឆ្នាំវាអាចនឹងអត់ទាន់ដាច់ទេប៉ុន្តែនៅពេលដែលចូល3ឆ្នាំ4ឆ្នាំគឺវាចាប់ផ្ដើមដាច់ខ្ទេចហើយផ្ទះមួយចំនួនកំពុងតែបានផលចាប់បាត់ផលវិញអាចថាបញ្ហាគឺអានឹងចម្បងអញ្ចឹងវាជាអ្វីដែលយើងអាចការពារបានយើងការពារវាទៅពីព្រោះថាមានម្ចាស់ផ្ទះជាកម្មភាគច្រើនគាត់អត់មានជំនាញក្នុងការឡើងធ្វើអាហ្នឹងទេគាត់ត្រូវការមានជាងឬក៏មានជំនាញទៅផ្លាស់ប្ដូរវាអញ្ចឹងយើងត្រូវការឆែកវាជាប្រចាំប៉ុន្តែបើសិនជាយើងធ្វើបែបនេះទៅយកសូវរវល់ពីវា4 5ឆ្នាំ6 7ឆ្នាំ4 10ឆ្នាំក៏វានៅតែដំណើរការបានល្អដែរព្រោះជាកម្មវាចូលចិត្តនៅហើយវានៅលើគួយហ្នឹងវាជក់អាចអីឬក៏វាធ្វើសមុកនៅលើហ្នឹងវាងាយមិនដាច់ឆ្លងដាច់អញ្ចឹងអានេះគឺជាចំណុចមួយដែលខ្ញុំអាចចែករំលែកបានហើយវាគឺជាចំណុចល្អខ្លាំងបំផុតពីព្រោះថាពីគួយនេះបើសិនជាយើងការពារវាអត់បានល្អទេវាធ្វើឲ្យយើងឈឺក្បាលច្រើនណាស់នៅក្នុងរឿងផ្ទះជាកម្មមួយនេះហើយក៏វាធ្វើឲ្យមានភាពរអាក់រអួលក្នុងការកើនផលនៅក្នុងផ្ទះជាកម្មរបស់យើងផងដែរអញ្ចឹងកន្លែងនេះគួរតែយកចិត្តទុកដាក់ខ្លាំងបាទសូមអរគុណ